ពន្លឺព្រះអាទិត្យពេលរសៀលបានបញ្ចាំងកម្ដៅយ៉ាងក្តៅហែងមកលើដំបូលរោងចក្រកាត់ដេរដ៏ធំមួយនៅជាយក្រុងសំឡេងម៉ាស៊ីនដេរលាន់ឮក្រហមមិនដាច់សូរលាយឡំជាមួយនឹងសំឡេងមន្ត្រីរដ្ឋបាលដែលស្រែកប្រកាសតាមមេក្រូនៅជ្រុងម្ខាងនៃឃ្លាំងស្តុកទំនិញយុវជនម្នាក់ឈ្មោះគិរីកំពុងលើកធុងក្រណាត់យ៉ាងធ្ងន់ដាក់លើស្មារបស់គេគិរីគឺជាយុវជនម្នាក់ដែលមានរូបរាងមាំមួនស្បែកស្រអែមដោយសារត្រូវកម្ដៅថ្ងៃជាប្រចាំអ្វីដែលធ្វើឲ្យខុសប្លែកពីកម្មករដទៃគឺរូបរាងខាងក្រៅដែលមើលទៅហាក់ដូចជាក្មេងស្ទាវនៅលើដើមដៃទាំងសងខាងរបស់គេមានស្នាមសាក់រូបនាគនិងផ្កាភ្ញីដែលហាក់ដូចជាមានរឿងរ៉ាវលាក់ទុកពីអតីតកាលរីឯត្រចៀកខាងឆ្វេងវិញមានពាក់ក្រវិលពណ៌ប្រាក់តូចមួយដែលភ្លឺភ្លេកនៅពេលត្រូវពន្លឺទោះបីជាអ្នកជិតខាងឬអ្នករួមការងារខ្លះលួចខ្សឹបខ្សៀវគ្នាថាគេជាមនុស្សបាតសង្គមប៉ុន្តែការពិតគិរីជាមនុស្សដែលមានចិត្តធម៌និងអំណត់បំផុតគេសុខចិត្តធ្វើការធ្ងន់ក្នុងរោងចក្រដើម្បីសន្សំលុយចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមខ្លួនឯងជៀសវាងការដើរហើរឥតប្រយោជន៍ដូចកាលពីមុនអើយហត់ណាស់វើយគិរីបន្លឺឡើងតិចតិចទាំងយកកន្សែងជូតញើសដែលហូរស្រក់លើថ្ងាសគេទាញដបទឹកមកក្រេបរួចក្រឡេកមើលទៅនាឡិកានៅជាប់ជញ្ជាំងម៉ោង 5 ល្ងាចហើយជាម៉ោងដែលគេត្រូវចេញពីធ្វើការប៉ុន្តែកិច្ចការបន្ទាប់របស់គេមិនមែនទៅផ្ទះសម្រាកនោះទេបន្ទាប់ពីដោះខោអាវការងារចេញនិងបដូរមកពាក់អាវយឺតធម្មតាគិរីបានដើរសំដៅទៅហាងបាយតូចមួយដែលនៅក្បែរមាត់ផ្លូវរោងចក្រហាងនោះមិនសូវធំប៉ុន្មានទេប៉ុន្តែវាជាកន្លែងដែលគេតែងតែទៅរាល់ថ្ងៃមិនមែនដោយសារអាហារឆ្ងាញ់តែមួយមុខនោះទេប៉ុន្តែគឺដោយសារតែមនុស្សម្នាក់ពិសីជានារីរត់តុនៅក្នុងហាងនោះនាងមានមុខមាត់ស្រស់បោះរុះរាយនិងមានចិត្តអំណត់មិនចាញ់គិរីឡើយពិសីត្រូវធ្វើការទាំងព្រលឹមទល់យប់ជ្រៅដើម្បីផ្ញើលុយទៅឲ្យម្ដាយចូលរៀននៅឯស្រុកកំណើតនៅពេលគិរីដើរចូលទៅដល់ពិសីកំពុងមមាញឹកក្នុងការជូតតុនិងរៀបចំកៅអីគិរីអង្គុយនៅតុដដែលដែលគេធ្លាប់អង្គុយជារៀងរាល់ថ្ងៃពិសីសំបាយសាច់ជ្រូកមួយចាននិងទឹកតែមួយកែវមកគិរីហៅដោយសំឡេងស្រទន់ខុសប្លែកពីការនិយាយស្ដីជាមួយមិត្តភក្តិកម្មករប្រុសពិសីងាកមកញញឹមដាក់គេចាស់បងគិរីចាំបន្តិចណាថ្ងៃនេះភ្ញៀវរៀងច្រើនបន្តិចហើយទោះបីជាដឹងថាគិរីមានស្នាមសាក់និងពាក់ក្រវិលដែលមើលទៅគួរឲ្យខ្លាចសម្រាប់អ្នកដទៃប៉ុន្តែសម្រាប់ពិសីនាងដឹងយ៉ាងច្បាស់ថាបុរសម្នាក់នេះមានចិត្តល្អគេតែងតែជួយលើកអីវ៉ាន់ធ្ងន់ឲ្យនាងនៅពេលដែលគេទំនេរនិងតែងតែផ្ដល់កម្លាំងចិត្តឲ្យនាងជានិច្ចចំណែកឯគិរីវិញគេលួចមើលពិសីពីចម្ងាយទាំងក្នុងចិត្តពោពេញទៅដោយក្តីប្រាថ្នាគេដឹងខ្លួនឯងច្បាស់ថាគេគ្រាន់តែជាក្មេងស្ទាវរោងចក្រម្នាក់ដែលគ្មានអ្វីទាំងអស់ក្នុងចិត្តគេតែងតែគិតថាតើមនុស្សស្រីល្អដូចជាពិសីអាចនឹងចាប់អារម្មណ៍មនុស្សដូចជាយើងដែរឬទេគោលដៅដ៏ធំបំផុតរបស់គិរីនៅពេលនេះគឺសន្សំលុយឲ្យបានគ្រប់គ្រាន់ដើម្បីទិញម៉ូតូអាសង់មួយគ្រឿងដើម្បីងាយស្រួលធ្វើដំណើរនិងដើម្បីឲ្យមើលឃើញទៅជាមនុស្សដែលមានការងារនិងជីវិតសមរម្យម្នាក់ក្នុងភ្នែកអ្នកដទៃជាពិសេសក្នុងភ្នែករបស់ពិសីរាត្រីនោះខណៈដែលគិរីកំពុងអង្គុយហូបបាយគេបានឃើញបុរសម្នាក់ទៀតព្យាយាមចូលមកញ៉ែពិសីដោយសម្ដីមិនសមរម្យគិរីក្តាប់ដៃយ៉ាងណែនភ្នែកគេប្រែជាមុតស្រួចប៉ុន្តែគេបានដកដង្ហើមវែងដើម្បីទប់អារម្មណ៍គេបានសម្រេចចិត្តថានឹងមិនប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាដោយការពីមុនទៀតទេប៉ុន្តែគេនឹងប្រើការតស៊ូដើម្បីបង្ហាញពីតម្លៃពិតប្រាកដរបស់គេវិញពន្លឺភ្លើងតាមដងផ្លូវចាប់ដើមភ្លឺព្រិលនៅពេលមេឃងងឹតស្លុបគិរីអង្គុយមើលកូនសៀវភៅកត់ត្រាតូចមួយដែលគេលាក់ទុកក្នុងហោប៉ៅខោការងាររបស់គេក្នុងនោះមានលេខបូកដកយ៉ាងហ្មត់ចត់នៅចំនួនប្រាក់ខែដែលគេទទួលបាននិងប្រាក់រង្វាន់លើកទឹកចិត្តដែលគេខំធ្វើការថែម៉ោងជារៀងរាល់យប់ខ្វះតែ$500ទៀតទេ
នឹងបានអាសង្សសេរីថ្មីមួយគ្រឿងហើយគិរីញញឹមម្នាក់ឯងទាំងទឹកមុខពោពេញដោយក្តីសង្ឃឹមសម្រាប់អ្នកដទៃម៉ូតូមួយគ្រឿងប្រហែលជារឿងធម្មតាប៉ុន្តែសម្រាប់ក្មេងស្ទាវដែលធ្លាប់តែដើរលេងសប្បាយឥតប្រយោជន៍ដូចជាគេការសន្សំលុយទិញរបស់ដែលមានតម្លៃដោយញើសឈាមខ្លួនឯងគឺជាមោទនភាពដ៏ធំធេងបំផុតនៅឯហាងបាយពិសីកំពុងរវល់រៀបចំតុដាក់ចានឆ្នាំងបន្ទាប់ពីភ្ញៀវចេញអស់នាងមើលទៅហាក់ដូចជាមានទុក្ខកង្វល់អ្វីមួយក្នុងចិត្តគិរីដែលអង្គុយចាំជួយលើកកៅអីតុដាក់ឲ្យនាងក៏ដើរចូលទៅជិតរួចសួរដោយសម្ដីទន់ភ្លន់ថាពិសីមើលទៅដូចជាមិនសូវស្រួលខ្លួនទេមែនទេបើហត់សម្រាប់ខ្លះទៅចាំបងជួយរៀបចំកន្លែងនេះឲ្យពិសីងើបមុខទាំងទឹកភ្នែករលីងរលោងបងគិរីម៉ែខ្ញុំនៅឯស្រុកគាត់ឈឺធ្ងន់ខ្ញុំត្រូវផ្ញើលុយទៅឲ្យគាត់ទិញថ្នាំនិងសងគេខ្លះប៉ុន្តែខែនេះភ្ញៀវមិនសូវច្រើនលុយធីបក៏មិនសូវមានខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេបងឮបែបនេះចិត្តរបស់គិរីស្រាប់តែអន្ទះសាគេមើលទៅកូនសៀវភៅសន្សំលុយក្នុងហោប៉ៅរួចគិតទៅដល់សុបិនចង់បានម៉ូតូអាសង្សរបស់គេប៉ុន្តែនៅពេលដែលគេក្រឡេកឃើញទឹកភ្នែករបស់នារីដែលគេលួចស្រឡាញ់ស្ទើរតែមិនបាច់គិតយូរគិរីក៏លូកដៃយកលុយមួយដុំដែលគេទើបតែបើកពីការងារថែមម៉ោងមករុញឲ្យពិសីយកទៅផ្ញើឲ្យម៉ែទៅពិសីនេះជាលុយដែលបងខំធ្វើការថែមម៉ោងវាមិនច្រើនទេតែប្រហែលជាអាចជួយសម្រាលទុក្ខលំបាកបានខ្លះពិសីភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងក្រវីក្បាលបដិសេធទាំងទឹកភ្នែកស្រក់អត់អីទេបងខ្ញុំដឹងថាបងខំសន្សំលុយទិញម៉ូតូខ្ញុំមិនអាចរកលុយឲ្យបងវិញបានទេបងហត់នឿយខ្លាំងណាស់តម្រាំបានលុយទាំងនេះគិរីញញឹមយ៉ាងស្រស់ស្រាយញញឹមដែលចេញពីចិត្តដ៏បរិសុទ្ធទោះបីជាត្រចៀកគេបានពាក់ក្រវិលនិងមានស្នាមសាក់ពេញខ្លួនក៏ដោយម៉ូតូទិញពេលណាក៏បានដែរពិសីតែជីវិតអ្នកមានគុណសំខាន់ជាងបងនៅក្មេងបងមានកម្លាំងបងអាចរកថ្មីបានយកទៅកុំគិតច្រើនអីទង្វើរបស់គិរីធ្វើឲ្យពិសីរំភើបចិត្តជាខ្លាំងនាងមិនដែលស្មានថាបុរសម្នាក់ដែលមើលទៅខាងក្រៅហាក់ដូចជាក្មេងស្ទាវនិងរឹងរូបបែបនេះបែរជាមានបេះដូងកក់ក្ដៅនិងមានការលះបង់ខ្ពស់បែបនេះសោះចាប់ពីថ្ងៃនោះមកចំណងមិត្តភាពរវាងអ្នកទាំងពីរកាន់តែជ្រាលជ្រៅលើសពីអ្នកស្គាល់គ្នាធម្មតាប៉ុន្តែផ្លូវជីវិតមិនមែនរលូនជានិច្ចនោះទេមិត្តភក្តិចាស់ៗរបស់គិរីដែលធ្លាប់ដើរលេងជាមួយគ្នាបានមកបបួលគេឲ្យទៅត្រឡប់ធ្វើរឿងមិនល្អវិញម្នាក់ក្នុងចំណោមនោះបានសើចចំមកឲ្យគេថាអាយ៉ាគិរីខ្លាចទៅជាកម្មកររោងចក្រស្លូតបូតតាំងពីពេលណាមើលចោះសាក់ពេញខ្លួនតែមកលីសែងអីវ៉ាន់ឲ្យគេខ្មាស់គេអស់ហើយវើយមកវិញមកដើរជាមួយពួកយើងស្រួលជាងចាំបាច់ខំធ្វើអីគិរីសម្លឹងមើលមិត្តភក្តិទាំងនោះរួចឆ្លើយតបទៅវិញយ៉ាងមើងមកថាការងារដែលអញធ្វើវាហត់មែនតែវាមិនដែលធ្វើឲ្យអញដេកភ័យខ្លាចប៉ូលីសចាប់នោះទេអញចង់កែខ្លួនចង់ខ្លាចទៅជាមនុស្សដែលមានតម្លៃម្នាក់ពួកឯងទៅវិញទៅកុំមករំខានអញទៀតអីការបដិសេធរបស់គិរីធ្វើឲ្យពួកក្មេងស្ទាវទាំងនោះខឹងសម្បារយ៉ាងខ្លាំងហើយពួកគេបានសម្លុតគិរីថាពួកគេនឹងមិនទុកឲ្យគិរីនៅបានសុខនោះទេប៉ុន្តែគិរីមិនខ្លាចឡើយព្រោះពេលនេះគេមានគោលដៅច្បាស់លាស់ក្នុងជីវិតគឺដើម្បីខ្លួនឯងនិងដើម្បីពិសីរៀងរាល់យប់បន្ទាប់ពីហាងបាយបិទគិរីតែងតែដើរជូនពិសីទៅដល់ផ្ទះបន្ទប់ជួលរបស់នាងនៅក្រោមពន្លឺព្រះច័ន្ទពួកគេទាំងពីរនាក់បានជជែកគ្នាពីក្តីស្រមៃនាពេលអនាគតពិសីបានប្រាប់គិរីថានាងចង់បានមុខរបរតូចមួយជាមួយខ្លួនឯងមិនចង់ធ្វើជានារីរត់តុកឲ្យគេអស់មួយជីវិតនោះទេគិរីស្ដាប់ទាំងញញឹមហើយគេសន្យាក្នុងចិត្តថាគេនឹងធ្វើឲ្យក្តីស្រមៃរបស់នាងคล้ายទៅជាការពិតបន្ទាប់ពីបានជួយជ្រោមជ្រែងពិសីឲ្យឆ្លងផុតគ្រាលំបាកមកទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងទោះបីជាគិរីត្រូវខំធ្វើការថែមម៉ោងនៅរោងចក្រយ៉ាងហត់នឿយដើម្បីប៉ះប៉ូវនៅលុយសន្សំដែលបានឲ្យពិសីក៏ដោយក៏គេមិនដែលរអ៊ូសំបីមួយម៉ាត់ផ្ទុយទៅវិញទឹកមុខរបស់គេកាន់តែសោកស្ដាយព្រោះគេដឹងថា
ទង្វើរបស់គេមានន័យចំពោះមនុស្សដែលគេស្រឡាញ់ល្ងាចមួយបន្ទាប់ពីហាងបាយបិទមេឃរៀងស្រឡះល្អគិរីបានដើរជូនពិសីទៅផ្ទះជួលដោយសពមួយដងពួកគេដើរកាត់ផ្លូវលំតូចមួយដែលមានដើមឈើដុះអមសងខាងខ្យល់ត្រជាក់បក់មកប៉ះកាយធ្វើឲ្យភាពនឿយហត់ពេញមួយថ្ងៃហាក់ដូចជារលាយបាត់បងគិរីហេតុអីបានជាបងសុខចិត្តលះបង់ដើម្បីខ្ញុំម្ល៉េះពិសីសួរទាំងអោនមុខចុះដោយក្តីអៀនខ្មាស់បងខំធ្វើការងារធ្ងន់ពាក់ក្រវិលសាក់ខ្លួនមើលទៅដូចជាមនុស្សមិនខ្វល់ពីពិភពលោកតែហេតុអីបានជាបងមានចិត្តល្អម្ល៉េះគិរីឈប់ដើររួចងាកមកមើលមុខពិសីយ៉ាងត្រង់គេញញឹមតិចរួចឆ្លើយដោយសម្ដីម៉ឺងម៉ាត់ថាពិសីមនុស្សយើងមិនអាចមើលតែសម្បកក្រៅបានទេស្នាមសាក់និងក្រវិលនេះវាគ្រាន់តែជាកំហុសនឹងការចង់ដឹងចង់ឃើញកាលពីបងនៅក្មេងខ្ចីប៉ុណ្ណោះតែបេះដូងបងវាមិនអាក្រក់ដូចជារូបរាងខាងក្រៅនោះទេបងចង់ឲ្យអូនដឹងថាបងចង់កែខ្លួនคล้ายទៅជាមនុស្សថ្មីម្នាក់ដែលអូនអាចពឹងផ្អែកបានឮសម្ដីដ៏មានអត្ថន័យនេះពិសីរំភើបចិត្តជាខ្លាំងនាងសម្លឹងមើលទៅដៃក៏គ្រើមរបស់គិរីដែលពោពេញទៅដោយស្នាមដំបៅតូចៗដោយសារការលើកធុងក្រណាត់និងការងាររោងចក្រនាងលូកដៃទៅកាន់ដៃរបស់គេថ្នមខ្ញុំជឿបងសម្រាប់ខ្ញុំបងគឺជាមនុស្សប្រុសដែលអស្ចារ្យបំផុតកុំខ្វល់ពីសម្ដីអ្នកដទៃអីសំខាន់យើងដឹងខ្លួនឯងថាកំពុងធ្វើអ្វីក្នុងខណៈនោះគិរីបានសម្លឹងមើលទៅលើមេឃរួចនិយាយប្រាប់ពីក្តីស្រមៃរបស់គេពិសីបងសន្យាពេលដែលបងសន្សំលុយទិញម៉ូតូអាសង់បានហើយបងនឹងមិនឈប់ត្រឹមនឹងទេបងចង់ឲ្យយើងទាំងពីរនាក់មានមុខរបរផ្ទាល់ខ្លួនអូនចេះឆាមីចេះធ្វើម្ហូបចំណែកបងមានកម្លាំងយើងអាចលក់ដូរអីតូចតាចជាមួយគ្នាបានពិសីញញឹមទាំងក្តីសង្ឃឹមចាស់បងខ្ញុំក៏មានក្តីស្រមៃចង់បានរទេះលក់មីឆាមួយដែរមិនបាច់ហាងធំដុំទេសុំតែមានចំណូលសមរម្យនិងមានសេចក្តីសុខទៅគ្រប់គ្រាន់ហើយសន្យាក្រោមពន្លឺច័ន្ទនាពេលរាត្រីនោះបានក្លាយទៅជាធម្មពលដ៏មហិមាសម្រាប់គិរីរាល់ព្រឹកគេភ្ញាក់ពីដំណេកទាំងមានគោលដៅនៅក្នុងរោងចក្រគេលែងខ្វល់នឹងការសើចចំអកពីមិត្តភ័ក្តិឬការមើលងាយទៀតហើយគេធ្វើការច្រើនជាងគេលើកធ្ងន់ជាងគេនិងត្រឡប់ទៅផ្ទះយឺតជាងគេទោះជាយ៉ាងណាស្របពេលដែលជីវិតរបស់គិរីកំពុងតែមានពន្លឺពួកក្មេងស្ទាវដែលធ្លាប់ជាមិត្តចាស់របស់គេក៏ចាប់ផ្ដើមរៀបចំគម្រោងអាក្រក់មួយសម្រាប់គេពួកគេមិនចង់ឃើញគិរីមានជីវិតល្អជាងពួកគេឡើយម្នាក់ក្នុងចំណោមនោះឈ្មោះអាខ្មៅដែលធ្លាប់មានចំនួនជាមួយគិរីកំពុងតែលបមើលសកម្មភាពរបស់គិរីនិងពិសីពីចម្ងាយចង់ធ្វើជាមនុស្សល្អចង់មានក្តីសុខជាមួយស្រីមែនទេគិរីចាំមើលចុះអញនឹងធ្វើឲ្យឯងដឹងថាពិភពលោកនេះវាមិនងាយស្រួលដូចឯងគិតទេអាខ្មៅនិយាយទាំងខំថ្មិញមេឃខែវស្សាចាប់ផ្ដើមបង្អុរភ្លៀងខ្លាំងស្ទើរតែរៀងរាល់ល្ងាចធ្វើឲ្យបរិយាកាសជុំវិញរោងចក្រប្រែជាត្រជាក់សម្រាប់គិរីភ្លៀងមិនមែនជាឧបសគ្គនៃសេចក្តីស្រមៃរបស់គេឡើយគេនៅតែបន្តធ្វើការថែមម៉ោងយ៉ាងស្រស័ក្តិស្រស្រាំទោះបីជាជួនកាលត្រូវទៅទឹកភ្លៀងរហូតដល់គ្រុនក្តៅក៏ដោយក្នុងចិត្តរបស់គេគិតតែម្យ៉ាងគត់គឺចង់បង្ក្រប់លុយទិញម៉ូតូអាសង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីយកមកដុបពិសីទៅមកនិងសន្សំលុយទុកធ្វើដើមទុនរកស៊ីល្ងាចថ្ងៃសៅរ៍មួយខណៈដែលគិរីកំពុងដើរសំដៅទៅហាងបាយដែលពិសីធ្វើការស្រាប់តែមានម៉ូតូ2គ្រឿងមកឈប់ពាំងពីមុខគេគឺជាអាខ្មៅនិងប៉ាក់ពួកមួយក្រុមដែលមានទឹកមុខឌឺដងនិងកាយសាហាវអាយ៉ាមើលចុះកម្មករឆ្នើមរបស់យើងដើរទាំងមេឃភ្លៀងទៀតមែនទេអាខ្មៅនិយាយសើចំអករួចចុះពីលើម៉ូតូមករុញស្មាគិរីខំសម្រួលអារម្មណ៍រួចឆ្លើយដោយសន្តិវិធីអញមិនចង់មានរឿងជាមួយពួកឯងទេជៀសផ្លូវអញឲ្យឆ្ងាយទៅជាអញមិនជាអញឮថាឯងសន្សំលុយបានច្រើនណាស់មែនទេចែកគ្នាចាយខ្លះមកមិត្តភ័ក្តិទេតើ
ខ្មៅនិយាយទាំងព្យាយាមលូកចូលហៅប៉ាគិរីដែលមានកាបូបលុយសន្សំចិត្តគ្រប់ចំនួននោះទៅហើយគិរីរុញដៃអាខ្មៅចេញធ្វើឲ្យវាខឹងសម្បាយ៉ាងខ្លាំងពួកវាទាំង3នាក់បានស្ទុះមកព្រួតគ្នាវាយគិរីយ៉ាងព្រៃផ្សៃគិរីទោះបីជាមានមៀតមមួននិងចេះតតាំងខ្លះក៏ដោយប៉ុន្តែដោយសារគេចងចាំសម្ដីរបស់ពិសីថាកុំប្រើអំពើហិង្សានិងដោយសារពួកគេមានគ្នាច្រើនក៏ត្រូវពួកគេវាយឲ្យរងរបួសអាខ្មៅបានឆក់យកកាបូបលុយនោះពីគិរីរួចនាំបាក់ពួកជិះម៉ូតូគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែគិរីដេកដួលនៅក្នុងភក់និងទឹកភ្លៀងដ៏ត្រជាក់ប៉ុណ្ណោះក្នុងដង្ហើមញាប់ញ័រគិរីមិនមែនឈឺចាប់ដោយសារតែរបួសលើរាងកាយឡើយប៉ុន្តែគេឈឺចាប់ដែលលុយសន្សំជិត1ឆ្នាំរបស់គេត្រូវបានបាត់បង់ត្រឹមមួយប្រពេចភ្នែកក្តីស្រមៃចង់បានម៉ូតូអាសង់ក្តីស្រមៃចង់សាងអនាគតជាមួយពិសីហាក់ដូចជារលាយបាត់ទៅតាមទឹកភ្លៀងអញ្ចឹងនៅឯហាងបាយពិសីមានអារម្មណ៍មិនល្អសោះនាងដើរចេញមកខាងក្រៅហាងរងចាំមើលផ្លូវគិរីហួសម៉ោងធម្មតារំពេចនោះនាងបានឃើញស្រមោលបុរសម្នាក់ដើរត្រេកត្រកមកពីចម្ងាយនាងស្ទុះទៅជួយគ្រាភ្លាមនៅពេលដឹងថានោះគឺជាគិរីហើយមានខោអាវប្រឡាក់ពោពេញទៅដោយផុកពេញខ្លួនបងគិរីមានរឿងអីហ្នឹងហេតុអីបានជាទៅជាបែបនេះពិសីសួរទាំងយំខ្សឹបខ្សួលនិងយកកន្សែងមកជូតមុខឲ្យគេគិរីនិយាយទាំងខំប្រឹងដកដង្ហើមថាពិសីបងសុំទោសលុយដែលបងសន្សំពួកវាប្លន់យកទៅអស់ហើយបងអសមត្ថភាពណាស់បងមិនអាចសំបីតែការពារក្តីស្រមៃរបស់យើងបានពិសីអោបគិរីយ៉ាងណែននាងមិនខ្វល់ថាកៅអៅរបស់គេប្រឡាក់ភក់ឬរូបរាងរបស់គិរីមើលទៅគួរឲ្យខ្លាចដោយសាររងរបួសឡើយនាងនិយាយទាំងអួរដើមកថាមិនអីទេបងលុយកាក់ជារបស់ក្រៅខ្លួនបងមិនកើតអីជាសំណាងណាស់ទៅហើយកុំអស់សង្ឃឹមអីបងនៅមានខ្ញុំយើងចាប់ផ្ដើមសារជាថ្មីជាមួយគ្នាណាសម្ដីលើកទឹកចិត្តរបស់ពិសីបានធ្វើឲ្យបេះដូងដែលស្ទើរតែបាក់ស្រុតរបស់គិរីចាប់ផ្ដើមមានកម្លាំងចិត្តឡើងវិញទោះបីជាគេត្រូវបាត់បង់លុយប៉ុន្តែគេបានដឹងកាន់តែច្បាស់ថាពិសីស្រឡាញ់គេដល់ស្មោះមិនមែនស្រឡាញ់ដោយសារទ្រព្យសម្បត្តិឬសម្បកខាងក្រៅឡើយយប់នោះក្រោមដំបូលផ្ទះដ៏តូចមួយគិរីបានសម្លឹងមើលស្នាមសាក់នៅលើដៃខ្លួនឯងរួចតាំងចិត្តយ៉ាងមុតមាំថាអតីតកាលអាចនឹងអាក្រក់បច្ចុប្បន្នក៏អាចនឹងលំបាកតែអនាគតបងត្រូវតែធ្វើឲ្យអូនមានសេចក្តីសុខឲ្យបានពន្លឺនៃព្រះអាទិត្យពេលព្រឹកបន្ទាប់បានចាំងចូលតាមចន្លោះជញ្ជាំងផ្ទះជួរចាស់បញ្ជាក់ថាព្យុះភ្លៀងកាលពីយប់មិញបានកន្លងផុតទៅហើយគិរីភ្ញាក់ឡើងទាំងអាការៈឈឺចាប់ពេញរាងកាយមុខរបស់គេហើមជាំដោយអន្លើនិងស្នាមសាក់នៅលើដៃក៏ប្រឡាក់ទៅដោយថ្នាំលាបរបួសពណ៌ក្រហមច្រាលប៉ុន្តែអ្វីដែលធ្វើឲ្យគេមានកម្លាំងចិត្តក្រោកឈរគឺវត្តមានរបស់ពិសីដែលអង្គុយចាំមើលថែដាំបបរឲ្យគេតាំងពីព្រឹកព្រលឹមបងគិរីក្រោកហើយមែនទេបងហូបបបរមួយចានសិនទៅចាំលេបថ្នាំពិសីនិយាយទាំងសម្ដីទន់ភ្លន់ទឹកមុខរបស់នាងនៅតែបង្កប់ដោយក្តីបារម្ភប៉ុន្តែនាងព្យាយាមញញឹមដើម្បីកុំឲ្យគិរីកាន់តែលំបាកចិត្តគិរីសម្លឹងមើលពិសីរួចដកដង្ហើមធំទាំងសោកស្ដាយពិសីបងពិតជាខុសណាស់ចំពោះអូនលុយដែលបងខំសន្សំជិត1ឆ្នាំដើម្បីទិញម៉ូតូអាសង់យកមកដុបអូននិងទុកធ្វើជាដើមទុនត្រូវពួកអាខ្មៅប្លន់យកអស់ទៅហើយគ្មានសល់សំបីមួយរៀលពិសីដាក់ចានបបរចុះរួចអង្គុយក្បែរគិរីនាងកាន់ដៃដែលក៏គ្រើមរបស់គេយ៉ាងណែនបងគិរីស្ដាប់ខ្ញុំណាលុយបាត់យើងអាចរកថ្មីបានតែបើសិនជាយប់មិញបងមានគ្រោះថ្នាក់ដល់ជីវិតតើឲ្យខ្ញុំរស់នៅយ៉ាងម៉េចបងដឹងទេសម្រាប់ខ្ញុំបងគឺជាមនុស្សដែលមានតម្លៃបំផុតស្នាមសាក់របស់បងឬក្រវិលរបស់បងវាមិនមែនជាគ្រឿងវាស់វែងតម្លៃមនុស្សទេតែទឹកចិត្តដែលបងមានចំពោះខ្ញុំ
នឹងការដែលបងជាលះបងដើម្បីគ្រួសារខ្ញុំកាលពីមុននោះទើបជាតម្លៃពិតប្រាកដសម្ដីរបស់ពិសីប្រៀបដូចជាឱសថទឹកប្រោះព្រំចិត្តតែកំពុងក្រៀមក្រំរបស់គិរីគេសម្រេចចិត្តថាគេមិនត្រូវដេកដួលអស់សង្ឃឹមយូរឡើយគេត្រូវតែក្រោកឈរឡើងវិញឲ្យកាន់តែរឹងមាំជាងមុនទៅទៀតត្រឹមតែ3ថ្ងៃក្រោយមកទោះបីជារបួសមិនទាន់ជាសះស្បើយល្អគិរីបានត្រឡប់ទៅធ្វើការនៅរោងចក្រវិញលើកនេះគេមិនត្រឹមតែធ្វើការថែមម៉ោងនៅកន្លែងលើកក្រណាត់ប៉ុណ្ណោះទេប៉ុន្តែគេថែមទាំងសុំមេជាងជួយជួសជុលម៉ាស៊ីននិងរៀនជំនាញបន្ថែមនៅពេលសម្រាកដើម្បីទទួលបានប្រាក់រង្វាន់ខ្ពស់ជាងមុនមិត្តភ័ក្តិកម្មករខ្លះលួចសើចចំអកមើលចុះអាគិរីវិឈគួតហើយត្រូវគេវាយប្លន់អស់លុយទៅហើយនៅខំធ្វើការដូចជាគោអញ្ចឹងទៀតប៉ុន្តែគិរីមិនបានខ្វល់ឡើយគេតបតទៅវិញក្នុងចិត្តអ្នកឯងសើចចោះព្រោះអ្នកឯងមិនដឹងថាខ្ញុំកំពុងធ្វើអ្វីនោះទេរៀងរាល់ល្ងាចបន្ទាប់ពីចេញពីរោងចក្រគិរីមិនដែលដើរលេងជាមួយក្រុមក្មេងស្ទាវទៀតឡើយគេដើរសម្ដៅទៅជួយពិសីនៅហាងបាយរៀបចំតុកៅអីនិងជួយលាងចាននាងអ្នកខ្លះមើលមកថាមនុស្សខ្លាចស្រីឬបាត់បង់អំណាចក្មេងស្ទាវប៉ុន្តែសម្រាប់គិរីវាគឺជាសេចក្តីសុខដែលមិនអាចកាត់ថ្លៃបានយប់មួយខណៈដែលពួកគេកំពុងរៀបចំទុកដាក់អីវ៉ាន់ពិសីបានលួចហុចកូនកំប៉ុងជាប់បិទចិត្តមួយឲ្យគិរីនេះគឺជាអ្វីពិសីគិរីសួរទាំងងឹងឆ្ងល់នេះជាលុយដែលខ្ញុំសន្សំបានខ្លះពីការរត់តុនិងលុយដែលបងធ្លាប់ឲ្យខ្ញុំផ្ញើទៅម៉ែគាត់ផ្ញើមកវិញខ្លះព្រោះគាត់គ្រាន់បើហើយយើងដាក់បញ្ចូលគ្នាទៅបងចាប់ផ្ដើមសន្សំសារជាថ្មីលើកនេះយើងមិនមែនសន្សំតែម្នាក់ឯងទេគឺយើងសន្សំជាមួយគ្នាពិសីនិយាយទាំងបើកភ្នែកភ្លឺថ្លាគិរីក្តុកក្តួលក្នុងចិត្តគេអោបកូនកំប៉ុងតូចនោះយ៉ាងណែនគេបានយល់ច្បាស់ថាការតស៊ូក្នុងជីវិតវាមិនមែនស្ថិតនៅលើកម្លាំងបាយឬភាពអង់អាចខាងក្រៅនោះទេប៉ុន្តែវាស្ថិតនៅលើភាពស្មោះត្រង់និងការអត់ធ្មត់កែខ្លួនដើម្បីមនុស្សដែលយើងស្រឡាញ់បងសន្យាពិសីមិនថាមាននឹងអ្វីកើតឡើងក៏បងមិនបោះបង់ចោលក្តីស្រមៃរបស់ពួកយើងដែរពេលវេលាបាននំកើទៅមុខយ៉ាងលឿនឥតឈប់ឈរជិតកន្លះឆ្នាំកន្លងផុតទៅបន្ទាប់ពីព្រឹត្តិការណ៍ដ៏សែនឈឺចាប់ដែលគិរីត្រូវបានគេប្លន់យកលុយសន្សំប៉ុន្តែសម្រាប់យុវជនដែលធ្លាប់ដើរលេងពាសវាលពាសកាលម្នាក់នេះភាពបរាជ័យកាលពីមុនមិនមែនជាជញ្ជាំងខណ្ឌរបាំងផ្លូវគេឡើយតែវាជាមេរៀនដ៏មានតម្លៃដែលបង្រៀនឲ្យគេស្គាល់ពីតម្លៃនៃភាពអត់ធ្មត់រាល់ព្រឹកគិរីភ្ញាក់តាំងពីមេឃមិនទាន់ភ្លឺដើម្បីទៅជួយលើកអីវ៉ាន់ឲ្យថៅកែហាងបាយដែលពិសីធ្វើការមុននឹងគេចូលធ្វើការងារក្នុងរោងចក្រវិញគិរីប្រែជាមនុស្សថ្មីទាំងស្រុងគេឈប់ពាក់ក្រវិលនៅពេលធ្វើការហើយក៏តែងតែស្លៀកពាក់ខោអាវការងារជិតដើម្បីបិទបាំងស្នាមសាក់ព្រោះគេមិនចង់ឲ្យមេជាងឬអ្នកគ្រប់គ្រងយល់ច្រឡំថាគេជាក្មេងស្ទាវបង្កជម្លោះទៀតឡើយគិរីឯងពូកែណាស់ថ្ងៃនេះលើកក្រណាត់បានច្រើនជាងគេទៀតហើយមេការម្នាក់ពោលសរសើរគេទាំងញញឹមគិរីញញឹមតបតទៅវិញដោយមោទនភាពថាបាទបងខ្ញុំចង់សន្សំលុយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបងអើយភាពស្វាហាប់និងការដឹងខុសត្រូវរបស់គិរីបានធ្វើឲ្យថៅកែរោងចក្រចាប់អារម្មណ៍យ៉ាងខ្លាំងគេត្រូវបានដំឡើងប្រាក់ខែបន្តិចបន្តួចនិងទទួលបានប្រាក់រង្វាន់ជាកម្មករគំរូប្រចាំខែរាល់ប្រាក់ដែលគេរកបានគិរីមិនដែលយកទៅចំណាយលើការផឹកស៊ីឬលេងល្បែងដូចជាមិត្តភ័ក្តិចាស់ឡើយគេយកវាទៅដាក់ក្នុងកំប៉ុងសន្សំដែលពិសីបានឲ្យគេល្ងាចថ្ងៃអាទិត្យមួយជាថ្ងៃសម្រាកពីការងារគិរីបាននាំពិសីទៅមើលហាងម៉ូតូមួយកន្លែងនៅក្បែរនោះភ្នែករបស់គេសម្លឹងទៅរកម៉ូតូអាសង់ពណ៌ខ្មៅរលើបរលោងដែលតាំងនៅខាងមុខហាងពិសីមើលចោះស្អាតទេបងសន្សំចិត្តគ្រប់ហើយខ្វះតែបន្តិចទៀតប៉ុណ្ណោះ
គីរីនិយាយទាំងក្តីរំភើបពិសីសម្លឹងមើលម៉ូតូរួចងាកមកមើលមុខគីរីដោយក្តីអាណិតអាសូរបងគីរីម៉ូតូនេះថ្លៃណាស់បងត្រូវធ្វើការធ្ងន់ប៉ុណ្ណាទម្រាស់បានលុយមកទិញវាសម្រាប់ខ្ញុំគ្រាន់តែឃើញបងកែខ្លួនខ្លាចទៅជាមនុស្សល្អបែបនេះខ្ញុំមានសេចក្តីសុខជាងបានជិះម៉ូតូថ្មីទៅទៀតគីរីកាន់ដៃពិសីថ្នមបងដឹងថាអូនមិនខ្វល់ពីរបស់ក្រៅខ្លួនតែបងចង់ឲ្យអូនមានមោទនភាពចំពោះបងចង់ឲ្យអ្នកស្រុកដឹងថាក្មេងស្ទាវដូចជាបងក៏អាចមានសមត្ថភាពទិញម៉ូតូដោយកម្លាំងញើសឈាមខ្លួនឯងបានដែរហើយសំខាន់ជាងនេះទៅទៀតវាជាយានជំនិះដែលនឹងជួយឲ្យពួកយើងចាប់ផ្ដើមមុខរបរលក់មីឆាដែលពួកយើងយល់សប្តិឃើញនោះឯងក្នុងខណៈដែលពួកគេកំពុងមានក្តីសុខស្រាប់តែមានសំឡេងក្រហមនៃម៉ូតូដេញគ្នាលាន់ឮឡើងគឺបពពួករបស់អាខ្មៅជីកាត់តាមនោះពួកវាឈប់ម៉ូតូរួចសម្លឹងមើលគីរីដោយខ្សែភ្នែកច្រណែនឈ្នានីសអាយ៉ាចង់ទិញម៉ូតូអសង្ឃជីឌុបស្រីមែនទេអាគីរីប្រយ័ត្នតែបាត់លុយម្ដងទៀតទៅអាខ្មៅស្រែកឌឺដងរួចសើចក្អាកក្អាយមុននឹងជិះចេញទៅពិសីចាប់ដៃគីរីណែនព្រោះខ្លាចគីរីខឹងនឹងស្ទុះទៅវាយតតាំងដោយកាលពីមុនប៉ុន្តែគីរីគ្រាន់តែដកដង្ហើមធំរួចញញឹមដាក់ពិសីកុំភ័យអីពិសីបងលែងជាគីរីដែលចេះប្រើកម្លាំងបាយទៅដោះស្រាយបញ្ហាទៀតហើយបងមានរឿងដែលត្រូវធ្វើសំខាន់ជាងការឆ្លោះគ្នាទៅទៀតជាមួយមនុស្សអកតេទាំងនេះការប្រែចិត្តគំនិតដ៏ជ្រាលជ្រៅរបស់គីរីបានបង្ហាញឲ្យឃើញថាស្នេហាពិតប្រាកដមិនត្រឹមតែជាការស្រឡាញ់គ្នាប៉ុណ្ណោះទេប៉ុន្តែវាគឺជាធម៌ពលដែលរុញច្រានឲ្យមនុស្សម្នាក់ហ៊ានលះបង់ភាពទន់ខ្សោយនិងភាពអវិជ្ជាដើម្បីក្លាយទៅជាមនុស្សដែលមានតម្លៃបំផុតសម្រាប់មនុស្សដែលខ្លួនស្រឡាញ់យប់នោះគីរីបានយកកូនកំប៉ុងសន្សំលុយមកបោកលុយសរុបម្ដងទៀតគេដឹងថានៅសល់តែមួយខែទៀតប៉ុណ្ណោះក្តីស្រមៃដំបូងរបស់គេនឹងក្លាយទៅជាការពិតការរងចាំនិងការអត់ធ្មត់អស់រយៈពេលជាច្រើនខែទីបំផុតបានមកដល់ទីដៅហើយព្រឹកថ្ងៃអាទិត្យដ៏ស្រស់បំព្រងមួយគីរីបានស្លៀកពាក់ខោអាវយ៉ាងសមរម្យបិទបាំងស្នាមសាក់យ៉ាងជិតដៃនិងដោះក្រវិលប្រាក់ចេញពីត្រចៀកដើម្បីបង្ហាញពីការគោរពដល់សមិទ្ធផលដែលគេខំរកដោយស្នាមញើសឈាមគេបានកាន់កញ្ចប់លុយដែលសន្សំបានយ៉ាងម៉ត់ចត់ដើរសម្ដៅទៅរកហាងម៉ូតូជាមួយពិសីបងគីរីខ្ញុំរំភើបជំនួសបងណាស់ពិសីនិយាយទាំងបិទមាត់មិនជិតខណៈដែលនាងដើរក្បែរគេនៅពេលទៅដល់ហាងគីរីបានសម្រេចចិត្តទិញម៉ូតូអាសង់ពណ៌ខ្មៅរលោងស្រិលមួយគ្រឿងនៅពេលដែលគេរាប់លុយប្រគល់ឲ្យម្ចាស់ហាងដៃរបស់គេញ័រតិចមិនមែនដោយសារភ័យខ្លាចទេប៉ុន្តែដោយសារក្តីរំភើបដែលមិនអាចថ្លែងបាននេះជាទ្រព្យសម្បត្តិដ៏ធំដំបូងបង្អស់ក្នុងជីវិតរបស់ក្មេងស្ទាវរោងចក្រម្នាក់ដែលធ្លាប់តែត្រូវបានគេមើលងាយនេះសោម៉ូតូប្អូនប្រុសខំរកស៊ីណាមនុស្សត្រូវចេះតស៊ូនិងមានវាសនាល្អជាមិនខានថៅកែហាងពោលសរសើរនិងហុចសោម៉ូតូទៅឲ្យគេគីរីឡើងជិះម៉ូតូរួចបញ្ឆេះម៉ាស៊ីនយ៉ាងរលូនគេងាកមកមើលពិសីឡើងមកពិសីបងនឹងដប់អូនទៅកន្លែងដែលពួកយើងនឹងចាប់ផ្ដើមមុខរបរថ្មីពិសីឡើងអង្គុយពីក្រោយទាំងក្តីមោទនភាពគីរីបានដប់នាងជុំវិញក្រុងរួចឈប់នៅកន្លែងមាត់ផ្លូវមួយដែលមានមនុស្សអ៊ូអរក្បែរតំបន់រោងចក្រគេចង់អស់ទៅជ្រុងម្ខាងនៃចិញ្ចើមផ្លូវពិសីបងបានសួរគេហើយគេឲ្យយើងជួលកន្លែងនេះលក់ដូរបានបងនឹងកែច្នៃម៉ូតូអាសង់នេះឲ្យមានរទេះសណ្ដោងតូចមួយនៅពីក្រោយដើម្បីដាក់ចង្ក្រាននិងគ្រឿងផ្សំឆាមីពិសីភ្ញាក់ផ្អើលយ៉ាងខ្លាំងបងគីរីបងពិតជាចង់ធ្វើបែបហ្នឹងមែនទេចុះការងាររោងចក្របងគីរីចុះពីលើម៉ូតូរួចមកឈរទល់មុខនាងបងនឹងធ្វើការរោងចក្រផងនិងលក់ដូរនៅពេលល្ងាចផងបងចង់ឲ្យពួកយើងមានសេរីភាពហិរញ្ញវត្ថុមិនចង់ឲ្យអូនរត់តុកឲ្យគេរហូតនោះទេបងជឿលើស្នាដៃឆាមីរបស់អូន
ហើយបងនឹងជួយអូនគ្រប់បែបយ៉ាងទោះជាយ៉ាងណាក្នុងខណៈដែលពន្លឺនៃក្តីសង្ឃឹមបានកើតឡើងអាខ្មៅនិងប៉ពួកដែលជិះម៉ូតូក្បែរនោះក៏បានឃើញគិរីជិះម៉ូតូថ្មីដែរខ្សែភ្នែកច្រណែនឈ្នានីសរបស់គេប្រែក្លាយជាកាចសាហាវជាងមុនពួកវាខឹងដែលឃើញគិរីដែលធ្លាប់តែជាក្មេងស្ទាវបាតសង្គមដូចពួកវាបែរជាមានជីវិតរីកចម្រើននិងមានស្រីស្អាតនៅក្បែរអាយ៉ាបានអាសង្ឃជិះមែនទេវើយចាំមើលចុះអញនឹងធ្វើឲ្យម៉ូតូថ្មីរបស់ឯងក្លាយទៅជាដៃឯចាយក្នុងមួយរយៈពេលឆាប់ខាងមុខអាខ្មៅលួចនិយាយម្នាក់ឯងទាំងគុំគួនយប់នោះគិរីបានយកសោម៉ូតូមកដាក់ក្បែរក្បាលដំណេកគេសម្លឹងមើលស្នាមសាក់នៅលើដៃរួចគិតថាសាក់នេះបងលុបមិនជ្រះមែនតែអំពើល្អរបស់បងនឹងបិទបាំងវាឲ្យអស់ពីភ្នែកអ្នកដទៃគេមិនបានដឹងទេថាអាខ្មៅកំពុងតែរៀបចំផែនការអាក្រក់មួយដើម្បីបំផ្លាញក្តីស្រមៃរបស់គេនៅយប់ស្អែកដែលជាយប់ដំបូងនៃការរៀបចំរទេះលក់មីឆាភាពរំភើបញាប់ញ័របានគ្របដណ្ដប់លើបេះដូងយុវជនរោងចក្រម្នាក់នេះគិរីបានចំណាយពេលសម្រាកពីការងាររោងចក្រអស់រយៈពេល1ថ្ងៃដើម្បីកែច្នៃរទេះសណ្ដោងតូចមួយភ្ជាប់ជាមួយម៉ូតូអាសង្ឃថ្មីសន្លាងរបស់គេដំឡើងធ្នើរដាក់បន្លែដាក់មីនិងចង្ក្រានហ្គាសតូចមួយយ៉ាងមានរបៀបទោះជាដៃរបស់គេប្រឡាក់ទៅដោយអ្វីក៏ដោយក៏ទឹកមុខរបស់គេពោពេញទៅដោយស្នាមញញឹមពិសីមើលចុះរទេះមីឆារបស់ពួកយើងរួចរាល់ហើយគិរីស្រែកហៅពិសីដែលកំពុងរៀបចំគ្រឿងដាក់ក្នុងប្រអប់ជ័របិទចិត្តពិសីដើរចេញមកមើលទាំងក្តីរំភើបបងគិរីបងពិតជាប៉ិនប្រសប់មែនស្អាតណាស់បងមើលទៅគួរឲ្យចង់លក់ណាស់នៅល្ងាចនោះពួកគេទាំងពីរបាននាំគ្នារុញរទេះសណ្ដោងរមាក់ដោយម៉ូតូអាសង្ឃសម្ដៅទៅកាន់ជ្រុងម្ខាងនៃដងផ្លូវក្បែរមាត់ច្រកចូលរោងចក្រដែលជាកន្លែងកម្មករចេញពីធ្វើការជុំគ្នានេះគឺជាយប់ដំបូងនៃការចាប់ផ្ដើមជីវិតជាម្ចាស់អាជីវកម្មតូចមួយក្លិនឈ្ងុយនៃមីឆាដែលពិសីកំពុងឆាលើខ្ទះក្តៅលាយឡំជាមួយនឹងសំឡេងវែកប៉ះជាមួយនឹងខ្ទះបានទាក់ទាញភ្នែកកម្មកររោងចក្រជាច្រើនមកជួយទិញគិរីមមាញឹកនៅក្នុងការជួយរៀបចំចានច្រកថង់និងលាងចានយ៉ាងស្ទាត់ជំនាញគេលែងខ្វល់ថាខ្លួនឯងមានស្នាមសាក់ពេញដៃឬពាក់ខោអាវចាស់បន្តិចមែនតែអ្វីដែលគេខ្វល់គឺការផ្ដល់សេវាកម្មដ៏ល្អដល់អតិថិជនរបស់គេមីឆាមួយចានបងឆាប់បន្តិចណាសំឡេងអតិថិជនម្នាក់ហៅបាទបងចាំបន្តិចណាចិត្តឆ្អិនហើយបាទគិរីឆ្លើយតបដោយសម្ដីទន់ភ្លន់បំផុតប៉ុន្តែក្នុងខណៈពេលដែលការលក់ដូរកំពុងតែដាច់យ៉ាងខ្លាំងស្រាប់តែមានម៉ូតូ2គ្រឿងជិះមកឈប់ក្បែររទេះរបស់ពួកគេគឺអាខ្មៅនិងប៉ពួកដដែលពួកវាជិះមកដោយចេតនាបង្កជម្លោះអាខ្មៅចុះពីលើម៉ូតូរួចមកទាត់កៅអីជ័ររបស់អតិថិជនម្នាក់ឲ្យដួលខ្ចាត់ខ្ចាយណែអាគិរីហើយមកលក់ដូរឯនៅទីនេះសុំច្បាប់អញហើយឬនៅអាខ្មៅស្រែកគំរាមទាំងកាយសាហាវភ្ញៀវដែលកំពុងហូបមីភ័យស្លន់ស្លោរត់ចេញអស់ពិសីភ័យញ័រដៃកាន់វែឆាស្ទើរតែមិនជាប់គិរីក្តាប់ដៃយ៉ាងណែនគេសម្លឹងមើលមុខអាខ្មៅដោយខ្សែភ្នែកមុតស្រួចអតីតកាលជាក្មេងស្ទាវឆេវឆាវរបស់គេហាក់ដូចជាចង់ផ្ទុះឡើងវិញម្ដងទៀតគេចង់ស្ទុះទៅដល់អាខ្មៅឲ្យដឹងដៃគ្នាប៉ុន្តែនៅពេលដែលគេងាកទៅមើលទឹកមុខភ័យខ្លាចរបស់ពិសីគិរីក៏ដកដង្ហើមវែងរួចនិយាយដោយសម្ដីត្រជាក់ចិត្តថាអាខ្មៅអញគ្រាន់តែចង់រកស៊ីសុចរិតទេអញមិនចង់ឲ្យមានរឿងជាមួយឯងទេបើឯងឃ្លានអញឆាមីឲ្យឯងហូបដោយមិនយកលុយតែសូមកុំមករំខានការរកស៊ីរបស់អញអីអាខ្មៅសើចក្អាកក្អាយហាហាមើលចុះអាខ្លាធ្លាប់តែសាហាវឥឡូវនេះខ្លាយទៅជាកូនឆ្មាស្លូតបូតបាត់ទៅហើយអញមិនស៊ីមីឆាថោកទាបរបស់ឯងទេអញគ្រាន់តែចង់ប្រាប់ឯងថាបើឯងនៅតែចង់លក់នៅទីនេះឯងត្រូវតែដឹងខ្លួននិយាយរួច
អាខ្មៅបានលើកជើងធាក់រទេះសណ្ដោងរបស់គិរីធ្វើឲ្យដបទឹកត្រីនិងប្រអប់បន្លែខ្លះធ្លាក់លើដីរួចពួកវាក៏ជិះម៉ូតូចេញទៅទាំងឌឺដងពិសីស្ទុះមកកាន់ដៃគិរីបងគិរីកុំខឹងអីបងយើងរៀបចំវាឡើងវិញទៅបងមិនកើតអីជាសំណាងហើយគិរីអោនចុះរើសដបទឹកត្រីដែលធ្លាក់ទឹកភ្នែករបស់គេស្ទើរតែហូរចេញមកគេឈឺចាប់ពេលដែលត្រូវគេមើងងាយនិងធ្វើបាបទាំងដែលគេខំធ្វើជាមនុស្សល្អប៉ុន្តែគេបាននិយាយទៅកាន់ពិសីថាបងមិនខឹងទេពិសីតែបងកាន់តែតាំងចិត្តខ្លាំងជាងមុនបងនឹងមិនអោយពួកវាបំផ្លាញក្តីស្រមៃរបស់ពួកយើងបានឡើយបើពួកវាធ្វើបាបបងមួយដងបងនឹងខំប្រឹងជាងមុន10 ដងយប់នោះបើទោះបីជាការលក់ដូរត្រូវបានរអាក់រអួលខ្លះមែនប៉ុន្តែគិរីនិងពិសីបានយល់កាន់តែច្បាស់អំពីតម្លៃនៃភាពអត់ធ្មត់ពួកគេដឹងថាផ្លូវជីវិតដែលត្រឹមត្រូវវាតែងតែមានបន្លាជានិច្ចតែបន្លាទាំងនេះហើយដែលធ្វើឲ្យជើងរបស់ពួកគេកាន់តែរឹងមាំទៅថ្ងៃអនាគតពន្លឺព្រះច័ន្ទរាត្រីបន្ទាប់ហាក់ដូចជាភ្លឺថ្លាជាងមុនប៉ុន្តែបរិយាកាសនៅកន្លែងលក់មីឆារបស់គិរីនិងពិសីប្រែជាស្ងប់ស្ងាត់ខុសធម្មតាបន្ទាប់ពីមានការបង្កចំនួនរបស់អាខ្មៅកាលពីយប់មិញភ្ញៀវខ្លះហាក់ដូចជាមានការភ័យខ្លាចមិនហ៊ានចូលមកអង្គុយហូបដូចមុនគិរីឈរជូតតុឈើចាស់ៗដោយភាពអត់ធ្មត់ទោះបីជាក្នុងចិត្តរបស់គេកំពុងតែតស៊ូជាមួយនឹងអារម្មណ៍មួម៉ងក៏ដោយបងគិរីកុំគិតច្រើនអីបើមិនសូវមានភ្ញៀវយើងលក់តិចៗទៅក៏បានដែរពិសីនិយាយទាំងលួងលោមគេខណៈដែលនាងកំពុងរៀបចំគ្រឿងសមុទ្រនិងសាច់ជ្រូកដាក់ក្នុងថាសគិរីងើបមុខមកញញឹមតិចៗបងមិនអីទេពិសីបងគ្រាន់តែគិតថាមនុស្សយើងបើចង់ធ្វើល្អហេតុអីក៏មានឧបសគ្គច្រើនម្ល៉េះតែមិនអីទេបងជឿថាមាសសុទ្ធមិនខ្លាចភ្លើងឡើយរំពេចនោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងមកឈប់នៅក្បែររទេះមីឆារបស់ពួកគេបុរសចំណាស់ម្នាក់ដែលស្លៀកពាក់ថ្លៃថ្នូរដើរចុះមករកពួកគេគាត់គឺជាលោកតាំងម្ចាស់រោងចក្រដែលគិរីកំពុងធ្វើការគិរីភ្ញាក់ព្រឺតព្រោះមិននឹកស្មានថាថៅកែធំនឹងមកដល់កន្លែងលក់ដូរតូចតាចបែបនេះសោះជម្រាបសួរលោកថៅកែគិរីលើកដៃសំពះយ៉ាងគួរសមលោកតាំងងក់ក្បាលរួចសម្លឹងមើលរទេះសណ្ដោងដែលភ្ជាប់ជាមួយម៉ូតូអាសង់គិរីខ្ញុំឮមេការប្រាប់ថាឯងខំសន្សំលុយទិញម៉ូតូដើម្បីយកមកលក់ដូរថែមមកមែនទេយប់មិញមានរឿងអីកើតឡើងខ្លះខ្ញុំដឹងអស់ហើយគិរីអោនមុខចុះដោយក្តីបារម្ភខ្លាចថៅកែវាយតម្លៃគេមិនល្អប៉ុន្តែលោកតាំងបែរជានិយាយបន្តថាឯងធ្វើត្រូវហើយគិរីការដែលឯងមិនតតាំងដោយហិង្សាជាមួយពួកក្មេងស្ទាវនោះគឺជាការបង្ហាញពីភាពចាស់ទុំនិងការកែខ្លួនពិតប្រាកដក្នុងនាមខ្ញុំជាម្ចាស់រោងចក្រខ្ញុំត្រូវការមនុស្សដែលមានការតស៊ូនិងចិត្តធ្ងន់ដូចជាឯងនិយាយរួចលោកតាំងបានកំងមីឆា5ចានដើម្បីយកទៅឲ្យសន្តិសុខនៅមុខរោងចក្រទង្វើរបស់លោកថៅកែបានធ្វើឲ្យអ្នកដែលនៅក្បែរខាងនិងកម្មករដទៃទៀតដែលកំពុងលួចមើលចាប់ផ្ដើមមានទំនុកចិត្តឡើងវិញពួកគេចាប់ផ្ដើមដើរចូលមកហៅមីឆាពិសីហូបម្ដងម្នាក់រហូតដល់តុពេញទាំងអស់ពិសីឆាមីទាំងទឹកមុខរីករាយចំណែកគិរីវិញរវល់រត់តុសឹងតែមិនទាន់ក្នុងខណៈពេលនោះអាខ្មៅនិងប៉ាក់ពួកបានជិះម៉ូតូមកក្បែរម្ដងទៀតក្នុងគោលបំណងនឹងបង្កចំនួនជាថ្មីប៉ុន្តែលើកនេះពួកវាស្រឡាំងកាំងនៅពេលដែលឃើញរថយន្តរបស់លោកថៅកែរោងចក្រនិងសន្តិសុខជាច្រើនអ្នកកំពុងឈរនៅទីនោះពួកវាដឹងខ្លួនថាមិនអាចធ្វើអ្វីគិរីបានទៀតឡើយក៏ជិះម៉ូតូគេចខ្លួនទៅបាត់នៅពេលយប់ជ្រៅភ្ញៀវចាប់ផ្ដើមស្បើយគិរីបានអង្គុយសម្រាកក្បែរពិសីគេទាញកន្សែងមកជូតញើសឲ្យនាងពិសីអូនហត់ទេយប់នេះយើងលក់ដាច់ខ្លាំងណាស់បងមិននឹកស្មានថាលោកថៅកែនឹងមកជួយគាំទ្រពួកយើងបែបនេះសោះពិសីផ្អែកក្បាលលើស្មាគិរីមកពីបងជាមនុស្សល្អនឹងណា
ការតស៊ូរបស់បងទីបំផុតមានគេមើលឃើញហើយបងដឹងទេម៉ូតូអាសង់មួយគ្រឿងនេះមិនមែនគ្រាន់តែជាយានជំនិះទេតែវាគឺជាសាក្សីនៃភាពស្មោះត្រង់និងការលះបង់របស់បងចំពោះអនាគតពួកយើងគិរីសម្លឹងមើលទៅមុខគេមានអារម្មណ៍ថាភាពងងឹតនៃអតីតកាលកំពុងតែរលាយបាត់បន្តិចម្ដងជំនួសមកវិញនៅពន្លឺនៃក្តីសង្ឃឹមទោះបីជាស្នាមសាក់នៅតែមានលើស្បែកតែបេះដូងរបស់គេបានប្រែពណ៌មកជាសស្អាតវិញហើយភាពជោគជ័យនៃការលក់មីឆាតាមចិញ្ចើមផ្លូវរបស់គិរីនិងពិសីចាប់ផ្ដើមរីកសុសសាយរៀងរាល់ល្ងាចបន្ទាប់ពីម៉ោងចេញពីរោងចក្រកន្លែងលក់ដូររបស់ពួកគេតែងតែមានអតិថិជនមកជួយចាំទិញម៉ូតូអាសង់ដែលធ្លាប់តែជាក្តីស្រមៃដ៏ឯកោរបស់គិរីពេលនេះបានក្លាយទៅជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចគ្រួសារតូចមួយនេះយ៉ាងរឹងមាំល្ងាចមួយខណៈដែលគិរីកំពុងរៀបចំកន្លែងស្រាប់តែមានបុរសម្នាក់ក្នុងចំណោមបព្វពួកចាស់របស់អាខ្មៅឈ្មោះអាហួរបានដើរមកជួបគិរីក្នុងសភាពសេកស្លាំងនិងភ័យខ្លាចគិរីអញសុំទោសរឿងកន្លងមកឥឡូវអាខ្មៅវាត្រូវប៉ូលីសចាប់ហើយរឿងវាទៅប្លន់គេយប់មិញនឹងឯងអញចង់ឈប់ដើរផ្លូវខុសទៀតហើយតែអញគ្មានការងារធ្វើទេឯងអាចជួយអញបានទេអាហួរនិយាយទាំងអង្វរករទៅកាន់គេពិសីដែលឈរក្បែរនោះបង្ហាញទឹកមុខបារម្ភព្រោះនាងនៅតែមានភាពភ័យខ្លាចចំពោះក្រុមក្មេងស្ទាវទាំងនេះប៉ុន្តែគិរីសម្លឹងមើលភ្នែកមិត្តចាស់រួចក៏ដកដង្ហើមធំអាហួរការដែលឯងដឹងខ្លួនជារឿងល្អអញមិនមែនជាអ្នកមានអីទេតែបើឯងចង់កែខ្លួនពិតមែនមកជួយអញលាងចាននិងរៀបចំតុនៅទីនេះអញនឹងឲ្យកម្រៃឯងសមរម្យឲ្យតែឯងឈប់ដើរផ្លូវងងឹតទៀតការសម្រេចចិត្តរបស់គិរីធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលវាគឺជាការបង្ហាញពីការអភ័យទោសនិងការផ្ដល់ឱកាសដែលជាអត្ថន័យជ្រាលជ្រៅបំផុតនៃមនុស្សធម៌គិរីដឹងច្បាស់ថាការកែខ្លួនវាមិនងាយស្រួលទេបើគ្មានអ្នកជួយជ្រោមជ្រែងគេក៏ប្រហែលជាមិនមានថ្ងៃនេះដែរបងគិរីបងពិតជាមានចិត្តទូលាយណាស់ពិសីនិយាយទាំងក្តីរំភើបបន្ទាប់ពីអាហួរដើរទៅលាងចាននៅខាងក្រោយគិរីញញឹមរួចកាន់ដៃពិសីបងធ្លាប់ជាក្មេងស្ទាវបងដឹងថាអារម្មណ៍ដែលពិភពលោកបោះបង់វាយ៉ាងម៉េចបងចង់ឲ្យកន្លែងលក់មីឆារបស់យើងមិនត្រឹមតែលក់អាហារឆ្ងាញ់ទេតែជាកន្លែងដែលផ្ដល់ពន្លឺដល់អ្នកដទៃផងដែរទោះបីជាយ៉ាងណាក្នុងខណៈដែលជីវិតកំពុងតែប្រសើរគិរីក៏ត្រូវជួបនឹងផ្លូវបំបែកនៃជីវិតលោកថៅកែតាំងបានហៅគិរីទៅជួបនៅក្នុងការិយាល័យនិងផ្ដល់សំណើឲ្យគេឡើងតំណែងជាមេការរងនៅក្នុងរោងចក្រដែលមានប្រាក់ខែខ្ពស់ជាងមុនទ្វេដងប៉ុន្តែគេត្រូវចំណាយពេលពេញមួយថ្ងៃនិងល្ងាចខ្លះដើម្បីគ្រប់គ្រងការងារនេះជាជម្រើសដ៏ពិបាកបើគេទទួលការងារថ្មីគេនឹងមានលុយកាក់ច្រើនតែគេនឹងគ្មានពេលជួយពិសីលក់ដូរឡើយចំណែកឯរបរមីឆាក៏កំពុងតែកើនទៅមុខយ៉ាងល្អយប់នោះគិរីអង្គុយមើលម៉ូតូអាសង់របស់គេនៅក្រោមពន្លឺភ្លើងស្រអាប់គេសួរខ្លួនឯងថាតើអ្វីជាសេចក្តីសុខពិតប្រាកដតើវាជាលុយកាក់និងតំណែងឬក៏ជាការបាននៅក្បែរមើលថែគ្នានិងកសាងអ្វីដែលខ្លួនឯងស្រឡាញ់គិរីបានងាកទៅមើលពិសីដែលកំពុងដេកលក់ទាំងនឿយហត់នៅលើកៅអីគេដឹងច្បាស់ក្នុងចិត្តថាមិនថាមានលុយច្រើនប៉ុណ្ណាក៏មិនអាចដូរយកស្នាមញញឹមនិងការតស៊ូជាមួយគ្នាបានដែរគេបានសម្រេចចិត្តយ៉ាងមាំមួនសម្រាប់ជំហានបន្ទាប់នៃជីវិតរបស់ពួកគេព្រឹកព្រលឹមនៃថ្ងៃថ្មីបានឈានចូលមកដល់គិរីអង្គុយនៅចំពោះមុខលោកថៅកែតាំងក្នុងរោងចក្របន្ទប់ធ្វើការដ៏ត្រជាក់និងស្ងប់ស្ងាត់បានធ្វើឲ្យគិរីដកដង្ហើមវែងមុននឹងនិយាយចេញនៅការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតរបស់គេលោកថៅកែខ្ញុំបាទអរគុណខ្លាំងណាស់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំឡើងធ្វើជាមេការរងគិរីអោនក្បាលដោយការគោរពប៉ុន្តែខ្ញុំសុំទោសដែលមិនអាចទទួលយកតំណែងនេះបានទេខ្ញុំចង់ចំណាយពេលដែលនៅសល់អំពីការងារកម្មករធម្មតា
ដើម្បីទៅជួយពិសីពង្រឹងមុខរបរលក់មីឆារបស់ពួកយើងឲ្យកាន់តែរីកចម្រើនខ្ញុំចង់សាងអ្វីមួយដោយកម្លាំងដៃខ្លួនឯងនិងនៅក្បែរមើលថែនាងលោកថៅកែតាំងសម្លឹងមើលគិរីដោយខ្សែភ្នែកភ្ញាក់ផ្អើលបន្តិចប៉ុន្តែបន្ទាប់មកក៏ញញឹមដោយក្តីមេត្តាគិរីឯងជាមនុស្សកម្រណាស់មនុស្សភាគច្រើនរត់រកអំណាចនិងលុយកាក់តែឯងរត់រកក្តីសុខនិងភាពស្មោះត្រង់ចំពោះគ្រួសារមិនអីទេបើឯងសម្រេចចិត្តបែបនេះខ្ញុំក៏មិនបង្ខំដែរឯងនៅតែជាកម្មករគំរូរបស់ខ្ញុំដដែលនៅពេលល្ងាចគិរីបានប្រាប់រឿងដល់ពិសីខណៈដែលពួកគេកំពុងរៀបចំរទេះសណ្ដោងពិសីហូរទឹកភ្នែកដោយក្តីរំភើបនាងមិននឹកស្មានថាបុរសម្នាក់នេះសុខចិត្តបោះបង់តំណែងខ្ពស់ដើម្បីមកហិតផ្សែងផ្ទះនិងជួយនាងលាងចានបែបនេះសោះបងគិរីហេតុអ្វីបានជាបងធ្វើបែបនេះបងអាចមានអនាគតល្អជាងនេះទេតើពិសីសួរទាំងអួរដើមកគិរីកាន់ដៃនាងរួចចង្អុលទៅម៉ូតូអាសង់ដែលសណ្ដោងរទេះមីឆាពិសីអនាគតរបស់បងគឺនៅទីនេះនៅក្បែរអូនម៉ូតូមួយគ្រឿងនេះវាបង្រៀនបងឲ្យស្គាល់អំពីតម្លៃនៃការព្យាយាមបងមិនចង់ធ្វើជាមេគេទេបងចង់ធ្វើជាប្តីដ៏ល្អនិងជាដៃគូរកស៊ីដ៏ស្មោះត្រង់របស់អូនយើងនឹងពង្រីករបរនេះជាមួយគ្នាចាប់ពីថ្ងៃនោះមកគិរីនិងពិសីកាន់តែខំប្រឹងជាងមុនដោយមានអាហួរជួយលាងចាននិងរៀបចំតុយ៉ាងសស័កសស្រាមមុខរបរមីឆារបស់ពួកគេក៏ចាប់ផ្ដើមល្បីកាន់តែខ្លាំងគិរីបានប្រើចំណេះដឹងដែលគេធ្លាប់រៀនជួសជុលម៉ាស៊ីនក្នុងរោងចក្រមកកែច្នៃរទេះសណ្ដោងឲ្យកាន់តែធំនិងមានផាសុកភាពជាងមុនគេថែមទាំងដាក់អំពូលភ្លើងពណ៌តូចៗលម្អជុំវិញរទេះធ្វើឲ្យវាមើលទៅគួរឲ្យទាក់ទាញនៅពេលរាត្រីអ្វីដែលអស្ចារ្យបំផុតនោះគឺគិរីលែងបិទបាំងស្នាមសាក់នៅលើដៃទៀតហើយគេពាក់អាវខ្លីធ្វើការដោយទំនុកចិត្តអ្នកនៅជិតខាងនិងអតិថិជនលែងមើលមកឃើញស្នាមសាក់នោះជាសញ្ញាទំនើងទៀតហើយប៉ុន្តែពួកគេមើលឃើញវាជាសញ្ញានៃការតស៊ូគ្រប់គ្នាដឹងថាបុរសម្នាក់នេះធ្លាប់ដួលតែគេជាក្រោកឈរឡើងវិញយ៉ាងស្រស់ស្អាតយប់មួយក្រោយពីការលក់អស់ពីផ្ទះគិរីបានយកលុយចំណេញមកដាក់ក្នុងប្រអប់សន្សំរួចនិយាយទៅកាន់ពិសីនិងអាហួរថាខែក្រោយយើងនឹងជួលតូបមួយនៅជិតច្រកចូលរោងចក្រតែម្ដងយើងលែងរុញរទេះហត់ដូចមុនទៀតហើយយើងនឹងបង្កើតស្លាកយីហោមួយដែលដាក់ឈ្មោះថាមីឆាអ្នកតស៊ូដើម្បីរំលឹកទៅដល់តំណក់ញើសដែលពួកយើងបានហូរចេញមកក្តីស្រមៃដែលធ្លាប់តែនៅឆ្ងាយហួសកន្ទុយភ្នែកពេលនេះកំពុងតែស្ថិតនៅក្នុងដៃរបស់ពួកគេទាំងពីរពន្លឺព្រះអាទិត្យព្រឹកព្រលឹមបញ្ចេញពណ៌មាសស្រទន់ជះមកលើស្លាកយីហោថ្មីសន្លាងមួយដែលមានអក្សរធំរំលេចថាមីឆាអ្នកតស៊ូថ្ងៃនេះគឺជាថ្ងៃមង្គលនិងជាថ្ងៃបើកសម្ពោធហាងតូចមួយដ៏សមរម្យនៅក្បែរតំបន់រោងចក្រដែលគិរីនិងពិសីបានរួមគ្នាសាងឡើងដោយខ្សែញើសឈាមរបស់ពួកគេនៅខាងមុខហាងម៉ូតូអាសង់ពណ៌ខ្មៅដែលធ្លាប់តែសណ្ដោងរទេះរមាក់នៅចិញ្ចើមផ្លូវតាំងនៅជ្រុងម្ខាងនៃហាងវាលែងជារទេះសណ្ដោងទៀតហើយប៉ុន្តែវាគឺជាតំណាងនៃជ័យជំនះនិងបុរសម្នាក់ដែលហ៊ានកែខ្លួនដើម្បីស្នេហាគិរីក្នុងឈុតសម្លៀកបំពាក់អាវសបញ្ចេញសាច់ដុំមាំមួននិងស្នាមសាក់នៅលើដើមដៃដែលមើលទៅលែងគួរឲ្យខ្លាចតែបែរជាមើលទៅដូចជាសិល្បៈនៃជីវិតដែលឆ្លងកាត់ការតស៊ូគេកំពុងឈរកាន់ដៃពិសីដែលស្លៀកពាក់យ៉ាងស្រស់ស្អាតបែបជានារីខ្មែរទន់ភ្លន់បងគិរីមើលចុះម៉ែបងនិងម៉ែខ្ញុំពួកគាត់សប្បាយចិត្តណាស់ពិសីនិយាយទាំងទឹកភ្នែករំភើបខណៈដែលឃើញអ្នកមានគុណទាំងសងខាងអង្គុយជជែកគ្នាយ៉ាងរីករាយក្នុងហាងគិរីអោបស្មារបស់ពិសីយ៉ាងកក់ក្ដៅបាទពិសីបើគ្មានអូនដែលផ្ដល់កម្លាំងចិត្តនិងជឿជាក់លើក្មេងស្ទាវដូចជាបងទេបងក៏គ្មានថ្ងៃនេះដែរម៉ូតូមួយគ្រឿងនេះនិងហាងមួយនេះគឺជាសក្ខីភាពដែលបញ្ជាក់ថា
មនុស្សយើងមិនមែនអាក្រក់រហូតទេឲ្យតែយើងហ៊ានកែប្រែនិងតស៊ូដើម្បីមនុស្សដែលយើងស្រឡាញ់